សួស្តីប្រិយមិត្តដែលជា fan របស់ MN សម្រាយមរណៈស្វាគមន៍សាជាថ្មីមកកាន់វីដេអូថ្មីមួយនៃរឿងពិតដែលបានកើតឡើងនៅក្នុងភូមិមួយដើម្បីកុំឲ្យខាតពេលយូរសូមរីករាយសន្តាប់ជាមួយនឹងសាច់រឿងនេះទាំងអស់គ្នាពូចិនជាឈ្មោះរកស៊ីមួយនៅទីក្រុងភ្នំពេញមុខរបររបស់គាត់កាក់កបគួសមដែរគាត់មានមិត្តភក្តិជិតស្និទ្ធម្នាក់នៅឯខេត្តកំពង់ធំនៅថ្ងៃមួយដោយសារតែមានការនឹករលឹកដល់មិត្តភក្តិពេកពូចិនបាននាំភរិយាដ៏ស្រស់ស្អាតរបស់គាត់គឺមីងពីនទៅលេងមិត្តភក្តិគាត់ឈ្មោះចន្ទ្រាធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនពូចិនបានមកដល់ផ្ទះមិត្តភក្តិដោយមិនបានទូរស័ព្ទប្រាប់មុនទេគឺចង់ឲ្យមិត្តភក្តិគាត់មានការភ្ញាក់ផ្អើលពួកគាត់ស្រឡាញ់រាប់អានគ្នាណាស់ព្រោះជាមិត្តភក្តិកម្រតាំងពីក្មេងៗមកភូមិរបស់ពូចន្ទ្រារៀងនៅដាច់ស្រយាលដែរគាត់ចេញពីភ្នំពេញតាំងពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 3 រសៀលជាងទើបដល់ព្រោះខានទៅយូរក៏រៀងវង្វេងផ្លូវខ្លះម្ដងនេះសប្រែខ្លួនឯងហើយមើលទៅមិនយូរប៉ុន្មានពូចិននិងភរិយាក៏ទៅដល់ផ្ទះមិត្តភក្តិពូចន្ទ្រាកំពុងតែដេកលេងនៅរឹងក្រោមផ្ទះឃើញរថយន្តក៏ស្គាល់ក៏ស្ទុះចេញមកទទួលទាំងទឹកមុខញញឹមជាប់ហើយពោលថាយីពួកម៉ាក់មកលេងមិនដេចមិនប្រាប់គ្នាមុនចង់សប្រែឯងហ្នឹងសប្រែបានសម្រេចហើយដាច់បាយតាមផ្លូវមីងពីនសាយផងខឹងផងស្ដីឲ្យប្តីពូចន្ទ្រាក៏អញ្ជើញពូចិននិងមីងពីនឲ្យឡើងផ្ទះហើយហៅប្រពន្ធឲ្យដាំបាយដោយម្ហូបនៅថ្ងៃនេះមានតែទឹកគ្រឿងអន្លក់បន្លែក្នុងភូមិគ្រាន់តែឮឈ្មោះក៏គួរឲ្យចង់ហូបដែរក្រោយពីបរិភោគអាហារពេលថ្ងៃត្រង់រួចរាល់ពូចន្ទ្រានិងពូចិនបានជជែកគ្នាលេងក្រោមផ្ទះទុកឲ្យប្រពន្ធពូចន្ទ្រានាំមីងពិនដើរលេងផ្សារក្នុងភូមិតែម្ដងរសៀលបន្តិចពូចន្ទ្រាក៏បបួលពូចិនហូបស្រាថ្នាំត្រាំពោះវែកព្រោះគាត់ចូលចិត្តខណៈនោះក៏មានអ្នកភូមិជាមួយគ្នាបានមកហូបដែរអំឡុងពេលដែលកំពុងតែហូបសប្បាយសុកស្រាប់តែមីងពិនបានប្រាប់ប្តីថាកុំឲ្យហូបច្រើនពេកព្រោះថ្ងៃនេះធ្វើដំណើរច្រើនអស់កម្លាំងត្រូវឆាប់សម្រាកចាំស្អែកចាំហូបបន្តទៀតបានគ្រាន់តែលើដូច្នេះអ្នកភូមិដែលនៅហូបក្បែរគ្នានោះក៏និយាយថាពូចិនខ្លាចប្រពន្ធគ្រាន់តែផឹកបន្តិចបន្តួចសោះក៏ខ្លាចម្ល៉េះដោយសារការស្រវឹងជោគជាំផងពីក្តារនិយាយលេងនេះក៏បែរប្រែខ្លាចទៅជាសាច់ចំអកដដែលពួកគាត់ក៏ចាប់ផ្ដើមទាស់សម្ដីគ្នាដោយសារតែការនិយាយដដែលធ្វើឲ្យពូចិនទប់មិនបានក៏ច្រឡោតខោតខឹងស្ដីឲ្យប្រមាណម៉ាត់ខ្លាំងអ្នកភូមិជាមួយគ្នានោះក៏ដើរចេញហើយបោះសម្ដីថាហែងចាំមើលចំណែកពូចន្ទ្រាក៏លួងចិត្តពូចិនកុំឲ្យខឹងព្រោះគាត់ដឹងថានឹងនាំរឿងមិនសូវល្អទេដោយសារតែម្នាក់នោះចេះដាក់អំពើទៅលើនរណាម្នាក់លុះស្អែកព្រឹកឡើងពូចន្ទ្រានិងពូច័ន្ទកំពុងតែហូបបាយថ្ងៃត្រង់ជុំគ្នាដោយប្រពន្ធពូចន្ទ្រាគាត់ឆាក្តៅសាច់មាន់ប៉ុន្តែលុះព្រឹកស្អែកឡើងពូចន្ទ្រានិងពូច័ន្ទកំពុងតែហូបបាយថ្ងៃត្រង់ជុំគ្នាដោយប្រពន្ធពូចន្ទ្រាគាត់ឆាក្តៅសាច់មាន់ប៉ុន្តែពូចិនបែរជាមិនលុកដៃហូបហើយមុខដូចជាអន់ចិត្តពូចន្ទ្រាក៏សួរពួកម៉ាក់កាត់អីមែនបានមិនហូបបាយឬក៏ខ្លាចថាសម្លមិនត្រូវចិត្តអត់ទេពួកម៉ាក់ឲ្យខ្ញុំហូបមិននឹងកើតបើសម្លមួយចាននេះសុទ្ធតែដង្កូវខ្ញាដំរីក្អែបនឹងឮតែប៉ុណ្ណេះពូចន្ទ្រានិងភរិយាបានដឹងថាបែបមិនស្រួលហើយប៉ុន្តែមិនហ៊ានសង្ស័យនរណាទេព្រោះគ្មានសំអាងគ្មានភ័ស្តុតាងតែគាត់ដឹងច្បាស់ថានេះជាការដាក់អំពើបំណងចង់ឆែកឆាពូចិនពូចន្ទ្រាក៏ងើបទៅក្នុងបន្ទប់របស់គាត់ហើយត្រឡប់មកវិញពូចិនក៏ឃើញម្ហូបប្រែមកវិញជាធម្មតាទើបសួរទៅពូចន្ទ្រាថាពួកម៉ាក់មិនក៏សុកម្ហូបប្រែជាធម្មតាវិញមានរឿងអ្វីមែនមុននេះម្ហូបប្រែជាសត្វបែបនេះប្រហែលជាមានអ្នកណាចេះអំពើលោលេងជាមួយនឹងពួកម៉ែឯងហើយមើលទៅគ្នាទើបតែនឹងមកដល់ទេតើមានធ្វើឲ្យអ្នកណាទាស់ចិត្តនោះឯងភ្លេចហើយមែនទេយប់មិញនោះអូតាមពិតគាត់នឹងទេគ្នាមិនហ៊ាននិយាយថាម្នាក់នឹងទេព្រោះយើងគ្មានភ័ស្តុតាងប៉ុន្តែបើតាមជាក់ស្ដែងគឺអាចម្នាក់នឹងមែននិយាយមិនទាន់ចប់ផងស្រាប់តែពូចិនចុកពោះយ៉ាងខ្លាំងភ្លាមនោះពូចន្ទ្រាក្រឡេកមើលទៅ
ពោះពូចិនក៏ប៉ោងធំឡើងស្ទើរតែប្រេះស្បែកចាប់ផ្ដើមប្រែជាខ្មៅដោយស្ថានភាពមិនស្រួលពូចន្ទ្រាក៏បានដឹកដៃពូចិនទៅរកគ្រូខ្មែរនៅក្នុងភូមិគាត់ពូកែណាស់ខាងដោះអំពើស្អីហ្នឹងក្រោយពីបានសូត្រមន្តអាគមរួចគ្រូខ្មែរបានយកទឹកមន្តឲ្យពូចិនផឹកភ្លាមនោះគាត់ធូរស្រាលហើយពោះលេងហើមប៉ុន្តែគ្រូខ្មែរបានប្រាប់ថានៅយប់នេះម៉ោង3ទៀបភ្លឺគឺអ្នកដាក់អំពើម្នាក់ហ្នឹងគេមិនសុខចិត្តនោះទេពិតជាដាក់អំពើម្ដងទៀតហេតុនេះហើយគាត់ឲ្យពូចិននៅសម្រាប់ផ្ទះគាត់នឹងធ្វើការពាត់សីមាការពារឲ្យដូចជាការក្រុងតុកមែនម៉ោង3ទៀបភ្លឺពូចិនចាប់ផ្ដើមធ្វើតុកយ៉ាងខ្លាំងគួតចេញសុទ្ធតែឈាមពេលនោះលោកគ្រូខ្មែរបានធ្វើការសូត្រមន្តអាគមតតាំងនឹងឲ្យពូចិនផឹកទឹកមន្តរបស់គាត់បន្តិចក្រោយមកពូចិនបានក្អួតចេញស្បែកក្របីមួយផ្ទាំងនិងមានឡាមមកទៀតផងលោកគ្រូខ្មែរបានសួរពូចិនថាតើចង់តបតវិញទេបើមិនតបតក៏បានដែរព្រោះពេលនេះម្នាក់នោះបានចាញ់ហើយតែខ្ញុំខ្លាចគេមានគំនិតចង់គំនុំតទៀតពូចិននិងក្រុមគ្រួសារមិនចង់ឲ្យមានការចង់ពីអ្វីនោះទេតែក៏មិនគួរឲ្យម្នាក់នោះធ្វើបាបអ្នកដទៃទៀតដែរឮដូច្នេះលោកគ្រូខ្មែរបានបញ្ជាក់ថាគាត់អាចធ្វើបានដោយមិនឲ្យមាននរណាមានគ្រោះថ្នាក់នោះទេតែនឹងមិនអាចឲ្យគេធ្វើបាបនរណាទៀតបានទេក្រោយមកគាត់សូត្រមន្តអាគមក្នុងបន្ទប់អាសនៈប្រហែលជាកន្លះម៉ោងគាត់បានឲ្យពូចិនត្រឡប់ទៅផ្ទះវិញហើយបានឲ្យយ័ន្តមួយទៀតបន្ថែមផងដើម្បីការពារទៅថ្ងៃក្រោយពូចិនបានលាពួកម៉ាក់ទៅទីក្រុងភ្នំពេញវិញដោយមិនមានអ្វីរំខានទៀតទេហើយគាត់ក៏ឧស្សាហ៍ចេញចូលទៅលេងផ្ទះពូចន្ទ្រាញឹកញាប់ដែរនិយាយពីម្នាក់ដែលបានដាក់អំពើគាត់បានធ្លាក់ខ្លួនឈឺរហូតដល់ស្គមខ្លួនហើយនឹងមិនអាចដាក់អំពើទៅលើនរណាម្នាក់បានទេព្រោះតែអំពើនោះនឹងត្រឡប់មករកខ្លួនគាត់វិញរហូតសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ជាចុងក្រោយសាច់រឿងនេះបានបង្រៀនឲ្យយើងត្រូវចេះប្រុងប្រយ័ត្នចំពោះការប្រើប្រាស់នៅពាក្យសម្ដីរបស់យើងគឺយើងត្រូវចេះនិយាយឲ្យបានសមរម្យព្រោះពាក្យសម្ដីខ្លះនឹងធ្វើឲ្យគេខឹងគុំគួនយើងនិងព្យាបាទយើងដោយសាច់រឿងដូចនេះដែរហើយម្យ៉ាងទៀតនៅពេលដែលយើងមានកំហឹងត្រូវចេះរៀនខន្តីនិងទប់កំហឹងរបស់ខ្លួនឲ្យបានល្អចេះយោគយល់អធ្យាស្រ័យគ្នាហើយសម្រាប់បងដែលចេះនៅអំពើសូមបងប្រើប្រាស់ក្នុងផ្លូវល្អនិងចេះជួយយកអាសាសម្រាប់អ្នកដទៃសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាសូមជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាមានសេចក្តីសុខសេចក្តីចម្រើនសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត